អាយដាមហ៊ុនម៉ាណេប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាបានមានប្រសាសន៍ថាស្ទើរតែពេញមួយថ្ងៃគឺនៅថ្ងៃទី8ខែធ្នូឆ្នាំ2025ប្រទេសនិងប្រជាជនកម្ពុជាសារជាថ្មីបានជួបប្រទះនឹងការឈ្លានពានវាយប្រហារដោយប្រដាប់អាវុធគ្រប់ប្រភេទគូផ្សំនិងយន្តហោះចម្បាំងផងដែរហើយមកនេះពេលនេះប្រជាជាតិយើងពិតជាត្រូវការយើងក្នុងនាមជាខឿនការពារជាតិប្រជាជនអាយុដំហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជានៅយប់ថ្ងៃទី8ខែធ្នូឆ្នាំ2025នេះបានសរសេរសារនៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់អាយដាមជាមួយនឹងខ្លឹមសារទាំងស្រុងថាម៉ោងនេះពេលនេះប្រជាជាតិយើងពិតជាត្រូវការយើងក្នុងនាមជាខឿនការពារជាតិប្រជាជនស្ទើរតែពេញមួយថ្ងៃនេះគឺនៅថ្ងៃទី8ខែធ្នូឆ្នាំ2025ប្រទេសនិងប្រជាជនកម្ពុជាសារជាថ្មីបានជួបប្រទះនឹងការឈ្លានពានវាយប្រហារដោយប្រដាប់អាវុធគ្រប់ប្រភេទគូផ្សំនឹងយន្តហោះចម្បាំងផងដែរប្រតិបត្តិការវាយប្រហារចូលបូរណភាពដែនដីរបស់កម្ពុជាស្ទើរតែពេញ24ម៉ោងនេះបាននាំមកនូវការភ័យខ្លាចចលាចលភាពខ្ទេចខ្ទីការបាត់បង់ជីវិតនិងរងរបួសក្នុងជួរកងទ័ពនិងប្រជាពលរដ្ឋស្លូតត្រង់របស់ខ្មែរយើងចំនួនឆ្នាំ2025នេះជាទង្វើដែលប្រជាជនខ្មែរមិនអាចបំភ្លេចបានឡើយមួយវិញទៀតក្នុងនាមជាកូនខ្មែរមួយរូបខ្ញុំពិតជាសូមកោតសរសើរដោយស្មោះស្ម័គ្រចំពោះវីរភាពកងទ័ពកម្ពុជាថាទោះមានការវាយប្រហារយ៉ាងណាក៏ដោយនៅតែគោរពបទបញ្ជាយ៉ាងម៉ឺងម៉ាត់ថែរក្សាភាពអត់ធ្មត់ខ្ពស់នេះបញ្ជាក់យ៉ាងច្បាស់ថាកម្ពុជាគឺចង់បានសន្តិភាពនិងដោះស្រាយបញ្ហាជម្លោះនេះដោយសន្តិវិធីដោយអ្វីដែលជាកិច្ចព្រមព្រៀងរួមដែលបានចុះហត្ថលេខានៅថ្ងៃទី26តុលាឆ្នាំ2025នៅប្រទេសម៉ាឡេស៊ីហើយដែលមានឯកឧត្តមប្រធានាធិបតី Donald J. Trump និងនាយករដ្ឋមន្ត្រី Anwar Ibrahim ជាសាក្សី